บัดนี้คือทางประมาณថ្ងៃនេះមានការផ្ទុះការស្រាវជ្រាវរំលែកក៏ដូចជាការបញ្ចេញមតិរបស់មហាជនជាច្រើនទាក់ទងទៅនឹងករណីឧត្តមសេនីយ៍ត្រីឈឹមឆែមនាយករងមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយដែលបានធ្វើការប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់នៅពេលនេះត្រូវបានផ្អាកមុខតំណែងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយចំណែកស្ថានភាពក៏ដូចជាផេកស្ថានភាពនឹងធ្វើការលំអិតព្រោះមាននេះរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថាករណីឧត្តមសេនីយ៍ត្រីឈឹមឆែមនាយករងមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយដែលបង្កនៅហិង្សាទៅលើស្ត្រីម្នាក់ត្រូវបានស្នើតាមឋានានុក្រមដើម្បីផ្អាកមុខតំណែងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អព្យាការអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី24ខែតុលាឆ្នាំ2025នេះលោកឧត្តមសេនីយ៍ត្រីអេងហ៊ីបានបញ្ជាក់ថាបន្ទាប់ពីទទួលបាននូវព័ត៌មានករណីបង្កហិង្សាទៅលើជនរងគ្រោះដែលមានឈ្មោះថាប៉ែនសុកណាភេទស្រីអាយុ20ឆ្នាំនៅចំណុចមុខតូបលក់ចាប់ហួយដែលស្ថិតនៅក្នុងភូមិគោកឃ្លៀងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញនៅវេលាម៉ោង 20:00 នាទីនៅថ្ងៃទី22ខែតុលាឆ្នាំ2025ហើយនៅថ្ងៃទី23ខែតុលាឆ្នាំ2025កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តនៅបទល្មើសនិងបានសហការផ្ទេរសមត្ថកិច្ចឲ្យមកកងរាជអាវុធហត្ថដោយសារតែបុគ្គលប្រព្រឹត្តបទល្មើសជាយុទ្ធិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថស្របជាមួយគ្នានោះមន្ត្រីនគរបាលយុទ្ធធរកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវប្រមូលវត្ថុតាងស្ដាប់ចម្លើយរបស់ជនរងគ្រោះសាក្សីនិងចម្លើយរបស់ឈ្មោះឈឹមឆែមពិតជាបានបង្កនៅហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែនកងរាជអាវុធហត្ថសម្រាប់ស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទផ្អាកមុខតំណែងនិងបញ្ជូនសំណុំរឿងជនប្រព្រឹត្តនៅបទល្មើសឈ្មោះថាឈឹមឆែមទៅអព្យាការអមសាលាដំបងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់បាទនៅក្នុងនេះខ្ញុំសង្កេតឃើញថាជារឿងមួយមិនធំប្រហែលទេក៏ប៉ុន្តែគាត់ខ្លួនឯងទេជាអ្នកបង្កនៅបញ្ហាឲ្យកាន់តែធំរហូតបាត់បង់តំណែងរបស់ខ្លួនឯងដោយសារតែសិលធម៌របស់គាត់សិលធម៌នៅក្នុងសង្គមកើតឡើងចេញពីការជេរយោគយល់គ្នាអធិស្ឋានឲ្យគ្នាទៅវិញទៅមកមិនមែនដោយសារតែអាងអំណាចខ្លួនឯងជាមន្ត្រីរាជការប្រើសិទ្ធិអំណាចរបស់ខ្លួនទៅលើប្រជាពលរដ្ឋបែបនេះទេហើយនៅពេលសប្តាហ៍នេះក៏យើងក៏ឃើញថារដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធជាច្រើនកំពុងតែពង្រឹងសិលធម៌របស់មន្ត្រីរាជការនីមួយៗទាំងកាយវិការទាំងការប្រើពាក្យសម្ដីជាមួយនឹងប្រជារាស្ត្រដោយឯកឧត្តមសសុខាក៏បានប្រកាសថាមន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រមិនមែនមន្ត្រីរាជការធ្វើបាបរាស្ត្រតាមអំពើនិងអំណាចរបស់ខ្លួនទៅលើរាស្ត្រនោះទេបានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន